វាច្បាស់ណាស់ថា មេឃពណ៌ខៀវនិងពណ៌ពណ៌មិនមានសេះនៅលើឡូហ្គោទេហេតុអ្វីបានជាគេហៅថា WOM ហើយគេហទំព័រផ្លូវការរបស់ BEM មិនហៅវាថា BEM ទេប្រសិនបើអ្នកមិនជឿទេអ្នកអាចបើកគេហទំព័រផ្លូវការរបស់ BEM បានអ្នកអាចឃើញថាគ្រប់ម៉ូដែលមានឈ្មោះថា BEM Mercedes-Benz ត្រូវបានគេហៅថា Mercedes-Benz នៅក្នុងប្រទេស Audi ត្រូវបានគេហៅថា Audi ផងដែរតើវាអាចជានាយកប្រតិបត្តិរបស់ BEM ទេតើអ្នកគិតថាឈ្មោះបៅមិនល្អទេជាការពិតណាស់មិនមែនទេជាការពិតណាស់នៅដើមដំបូងម៉ាករថយន្តបរទេសជាច្រើនមានឈ្មោះក្នុងប្រទេសចិនបានមកពីការបកប្រែតាមភេញ្ជនៈឧទាហរណ៍ Porsche ត្រូវបានគេហៅថា Porsche Ferrari ត្រូវបានគេហៅថា Ferrari ហើយ BMW ត្រូវបានគេហៅថា Bayer មនុស្សជាច្រើនយល់ថាវាច្របូកច្របល់ពេកក្នុងការអានពេលក្រោយនៅក្នុងទីផ្សារប្រទេសចិនពួកគេបានប្តូរឈ្មោះទៅជា BMW ហេតុអ្វីត្រូវជ្រើសរើសឈ្មោះ BEM តាមពិតវាគឺបែបនេះនាយកប្រតិបត្តិក្រុមហ៊ុន BEM បានរកឃើញជនជាតិចិនចូលចិត្តឈ្មោះ BEM ណាស់ដោយសារតែហេនជ្រើសរើស BEM នៅសម័យបុរាណវាត្រូវបានគេប្រើដើម្បីពិពណ៌នាភ្នំនៃអធិរាជឧត្តមសេនីយ៍ឧទាហរណ៍ Diploma Red Hill ជាដើមវាពោរពេញទៅដោយអំណាចនិងភាពរុងរឿងដូច្នេះនៅក្នុងប្រទេសចិន BEM ត្រូវបានប្តូរឈ្មោះទៅជា BEM បទពិសោធន៍ដ៏អស្ចារ្យ BMW i560 ឆ្នាំ2024កុំភ្លេចតាមដានមុនពេលចាកចេញ